សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់នៅលំហាត់ថ្មីបែប MOSC ថ្នាក់ទី8ទាំងអស់គ្នាហើយនេះគឺជាលំហាត់ទី1ដែលខ្ញុំមកបញ្យល់ឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការយល់និងងាយស្រួលក្នុងការគណនាយើងគណនាតម្លៃ A ចែក LB ដែល A របស់យើងគឺស្មើជាមួយនឹង1នៅលើ1គុណនឹង2បូក1នៅលើ2គុណនឹង3បូក1នៅលើ3គុណនឹង4បូកចុចរហូតដល់2022គុណ2023យើងចាប់អារម្មណ៍ឃើញថា1លើ2 1នៅលើ1គុណ2នេះស្មើអីគេបើយើងយកភាគបែងអាធំយក2ដក1ទៅវាស្មើ1អត់ស្មើហើយអាក្រោមយើងទៅសេមកវិញដដែលមកគឺយើងទទួលបាននៅ2ដក1ដក2ដក1នៅលើ1គុណ2ហើយយើងធ្វើការផ្ដាច់ប្រភេទទៅយើងបាន2នៅលើ2វាលើ2យើងបាន1ហើយ1នៅលើ2នេះគឺយើងបានដក1លើ2អញ្ចឹងកន្សោមនេះកន្សោម1នៅលើ1គុណ2នេះយើងអាចសរសេរបានទៅជា1ដក1លើ2ចាស់បើកន្សោម1នៅលើ2គុណនឹង3យើងសរសេរបានជាគេប្រកាសណាយើងច្បាស់ជាសរសេរបាន1នៅលើ2ដក1នៅលើ3ហើយយើងបានអញ្ចឹងហើយតែយើងត្រូវធ្វើដូចម្តេចទៀតយើងមើលឃើញថានេះមកកន្សោមនេះស្មើ1ដក1លើ2ហើយកន្សោមនេះស្មើ1លើ2ដក1លើ3គឺយើងសរសេរបានទៅជា1ដក1លើ2បូក1លើ2ដក1លើ3យើងហើយយើងសម្រួលតាមនឹងរហូតមកដល់1នៅលើ2022ដក1លើ2023មកហើយយើងធ្វើការកាត់ទាំងអស់ទៅគឺយើងសល់1ដកជាមួយនឹង1នៅលើ2023ហើយ1ដក1លើ2023យើងគ្រាន់តែធ្វើការតម្រូវនៅភាគបែងទៅបាន2023ដក1គឺស្មើជាមួយនឹង2022នៅលើ2023សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់អំពីអាហ្នឹងឥឡូវយើងមកមើលអាក្រមម្ដងយើងឃើញថាបើយើងយក3ដក1ដោយអាខាងលើគឺយើងអត់ចេញ1ទេដោយសារតែ3ដក1វាចេញ2អញ្ចឹងភាគយកវាអត់ស្មើដើមទេអញ្ចឹងយើងអាចយកបែបហ្នឹងបាននោះទេតែយើងគួរយកបែបមិនចំពោះនៅលំហាត់មួយនេះចំពោះលំហាត់មួយនេះគឺវារៀងកន្លឹះបន្តិចវាស្តៀងលើលំហាត់ទី1ដែរប៉ុន្តែវារឿងកន្លឹះផ្សេងគ្នាបន្តិចតែបើអ្នកទាំងអស់គ្នាយក3ដកជាមួយនឹង1យក3ដកជាមួយនឹង1គឺយើងទទួលបាននៅ2ត្រូវទេបើយើងទទួលបាននៅ2ហ្នឹងវានៅភាគយកបើ2ហ្នឹងវានៅភាគយកយើងបើចង់ឲ្យបានភាគយកស្មើ1វិញគឺយើងគ្រាន់តែចាប់2ហ្នឹងជាកត្តាទេគឺយើងបានភាគយកហ្នឹងគឺវាបាន1ឯងអញ្ចឹងដើម្បីដាក់ភាគយក2បានយើងត្រូវសងវាដោយ1លើ2អញ្ចឹងបើយើងសងវា1លើ2មានន័យថាភាគយកវាត្រូវតែ2ទាំងអស់អញ្ចឹងបើភាគយកវា2ទាំងអស់ហើយគ្នាយក3ដក1នៅលើ1ដក3ស្មើ2អត់ស្មើ2ពិតចាំបើវាស្មើ2ពិតហ្នឹងយើងធ្វើការផ្ដាច់ប្រភេទធម្មតាមកគឺយើងចាប់1លើ2គេតាហើយអានេះយើងដូចមុនណាគឺយើងបាន1ដក1លើ3បូក1លើ3ដក1លើ5រហូតទៅដល់1លើ2021ដក1លើ2023ហើយយើងធ្វើការសម្រួលចោលដោយលំហាត់នៅខាងលើដែរហើយយើងទទួលបាននៅកន្លែងនេះគឺ1ណាកន្លែងនេះគឺ1ដោយសារ3ដក1អញ្ចឹង3លើ3គឺបាន1ទេអូខេសូមអធិស្ឋានឡើងហ្នឹងផងអូខេឥឡូវយើងបន្តទៀតអញ្ចឹងគឺយើងបាន1នៅលើ2កតា1ដក1នៅលើ2023អញ្ចឹងពេលយើងបានប៉ុណ្ណឹងហើយយើងគ្រាន់តែធ្វើការគណនាគុណផ្លោងចូលទៅគឺយើងបាន1លើ2ដក1នៅលើដល់2022លើ2023ស្មើជាមួយនឹង2011នៅលើ2023ហើយយើងយក A ចែក B ទៅគឺយើងទទួលបាននៅចម្លើយរបស់យើងគឺស្មើជាមួយនឹង2ដូចនេះ2គឺជាចម្លើយរបស់យើងហើយលំហាត់ទី1របស់យើងគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណ